សួស្តីបងប្អូនថ្ងៃនេះលោកគ្រូកែប្រធានទី4តណាអូខេអញ្ចឹងថ្ងៃមុនយើងបានកែបាន4រមាំងអញ្ចឹងយើងតទៅប្រធានទី5រមាំងណាគេឲ្យ10បន្ទុកតេតឹងនឹងត្រង់ស្វោអញ្ចឹងយើងមើលត្រង់ស្វោមួយមានចំនួនស្ពាn ប៉100ណានឹងចំនួនស្ពា NF 500នៅរបំទី2ណាអញ្ចឹងចំនួនស្ពារបំបឋម100ចំនួនស្ពានៅរបំមធ្យម500អញ្ចឹងសំណួរកតើត្រង់ស្វូនេះជាសុវតើឬក៏សុវតើខកណនីតង់ឆុងនៅរបំទី2បាទគេឲ្យតង់ឆុងឆ្លាស់នៅរបំទី1 y ប៉12អញ្ចឹងមុននឹងធ្វើលំហាត់អញ្ចឹងបងអូនត្រូវសងសមត្ថកម្មសិនណា n ប៉100 ns 500 y ប៉12ណាគេអញ្ចឹងយើងស្រង់សមត្ថកម្មហើយយើងចាប់ផ្ដើមធ្វើណាអូខេណាឥឡូវយើងមើលនេះ n ប៉100 y ប៉12 ns 500អញ្ចឹងកកំណត់ប្រភេទត្រង់ស្វូអញ្ចឹងកំណត់ប្រភេទត្រង់ស្វូមានន័យថាយើងត្រូវរើវាសិនណាតើត្រង់ស្វូហ្នឹងជាត្រង់ស្វូសុវតើឬក៏សុវតើសុវតើគឺដំឡើងតង់ឆុងសុវតើគឺដំហយតង់ឆុងឥឡូវយើងដើរតាមណាអញ្ចឹងយើងដើរតាមការណាអញ្ចឹងតាមរូបមន្តមកការស្មើ ns លើ n ប៉ស្មើទៅនឹង ns គឺ500ណា500ចែកនឹង100 500ចែក100គឺបាន5ណាការធំជាង1បើការធំជាង1គេឲ្យឈ្មោះថាសុវតើតែបើការតូចជាង1គេឲ្យឈ្មោះថាត្រង់ស្វូសុវតើណាអូខេអញ្ចឹងសំណួរកយើងបានកែបញ្ចប់ហើយឥឡូវយើងមើលទៅសំណួរខសំណួរខគេឲ្យយើងរើអីគេណាសំណួរខគេឲ្យយើងរើកណនីតង់ឆុងនៅរបំទី2ណាតង់ឆុងនៅរបំទី2មានន័យថាតង់ឆុងនៅរបំមធ្យមណាអូខេអញ្ចឹងយើងធ្វើតាមផលធៀបបំលែងមកការស្មើ vs លើ vp អញ្ចឹងយើងទាញរើ vs ទៅ vs ស្មើនឹងការ vp អញ្ចឹងការគឺយើងរើឃើញមិញនេះ5ណាហើយ vp ជាចំនួនជាតង់ឆុងនៅរបំបឋមណាអញ្ចឹង5គុណ12គឺ60វ៉ុលអូខេ60វ៉ុលអញ្ចឹងដើម្បីរើ vs នេះគឺយើងដើរតាមផលធៀបបំលែងការណាគេដែលការយើងរើឃើញ5មិញយើងគុណខ្វែង vp ទៅនោះទៅអញ្ចឹងយើងឃើញ vs ស្មើការគុណ vp គឺ60វ៉ុលអូខេឥឡូវយើងទៅលំហាត់មួយទៀតណាត្រូវនឹងលំហាត់ទី6ឥឡូវយើងមើលណាលំហាត់ទី6លំហាត់ទី6គេសួររកអីណាយើងអានប្រធានសិនណាគេលំហាត់ទី6រមាំងគេឲ្យ9បន្ទុកណាគេមានរូបដូចខាងក្រោមណាគេមានរូបដូចខាងក្រោមអញ្ចឹងរូបគេមានរូបដូចខាងក្រោមហ្នឹងគឺស្ពឺហ្នឹងហើយណាគេមានស្ពឺដូចខាងក្រោមនេះណាបាទស្ពឺ A ជាអ្នកបង្វិលអញ្ចឹងស្ពឺ A នេះវាវិលបាន9ជុំនេះណាហើយស្ពឺ A គឺអ្នកបង្វិលគេអញ្ចឹងស្ពឺ A ដើរតួជាស្ពឺចលករឯស្ពឺ B ដើរតួជាស្ពឺទប់ណាគេអញ្ចឹងស្ពឺ A វាមាន25ថ្មិញហើយស្ពឺ B 75ថ្មិញអញ្ចឹងយើងមើលសំណួរករកផលមេកានិកនៃស្ពឺណាផលមេកានិកនៃស្ពឺយើងតាំងនៅ MA ណាអញ្ចឹង MA វាមាន4រូបមន្តណាអញ្ចឹងយើងអាចប្រើ FR លើ FE NR លើ NE ស្មើនឹង AR លើ AE ឬក៏ចំនួនជុំរបស់ស្ពឺចលករចែកនឹងចំនួនជុំរបស់ស្ពឺទប់ណាយើងអាចធ្វើតាមនឹងឥឡូវយើងទៅធ្វើសំណួរកហ្មងទៅកែសំណួរកហ្មងទៅកណនីផលមេកានិកតែដោយសារលំហាត់នេះគេប្រាប់ចំនួនថ្មិញណាថ្មិញស្ពឺទប់ចែកនឹងថ្មិញស្ពឺចលករទៅយើងឃើញផលមេកានិកនៃស្ពឺណាឥឡូវយើងមើលនេះណាផលមេកានិកនៃស្ពឺយើងកណនីតាម MA ណាអូខេអញ្ចឹងយើងមើលយើងស្វងសិនណាចំនួនជុំរបស់ស្ពឺ A 9ជុំណាចំនួនថ្មិញរបស់ស្ពឺ A គឺស្ពឺចលករហ្នឹង25ថ្មិញចំនួនថ្មិញរបស់ស្ពឺ B ស្ពឺ Air ណាយើងតាំងនៅស្ពឺទប់ហ្នឹងគឺ75ថ្មិញអញ្ចឹងផលមេកានិកនៃស្ពឺយើងកណនីតាមផលធៀបចំនួនថ្មិញរបស់វាណា
cứ anh é lỡ anh ở chẳng anh é ní chỉ chừng luôn thâm minh rồi bỏ spư tốt chỉ spư bé chừng luôn thâm minh anh ở chỉ luôn thâm minh spư cho là có chỉ chừng luôn spư rồi bỏ thâm minh vào spư chẳng dương mưa chặt sập hẻm chạy năng mà phơi phém cứ bàn 7 ok lư bắt to tới tiết cái áo dương rực chừng luôn chung đấy ok chừng luôn chung rồi bỏ spư 7 chẳng chừng luôn chung rồi bỏ spư bé mới là thà spư bé đa tôi chỉ spư tốt nè chẳng chừng ai phở tam Paul mechanic đại nè tại chừng mưa Paul mechanic thân chừng luôn chung dương thời rơi chừng luôn chung rồi bỏ spư cho là có chạy năng chừng luôn chung rồi bỏ spư tục nè chẳng chừng luôn chung rồi spư chạy năng chừng luôn chung rồi bỏ spư 7 mà năng âm chẳng dương tin rồi anh 7 tới anh 7 mà năng anh chạy năng âm chẳng đòi spư mấy nhà cái phe tham phân buồn chung nè chẳng buồn chung chạy tình năng 7 máu các bạn 7 trùng nè ok chẳng làm hạt nắng cứ miên tập phần năng tế làm hạt vật thiền thì 4 chẳng cru cài ao chọp ấy chẳng xong ổn thưa vật thiền năng làng vinh đấy vừa thưa từ tệ rồi còn miên chẳng ngọt lại ná ai hạt xua cru bàn đấy là ai comment xua bàn chẳng cru xong vật chọp bình như xa tỷ 4 trầm nè nè chẳng còn ai mưa thưa làng vĩnh nè ok chất đo ngày và lò ấy ok chẳng cru xong vật chọp bình như xa bàn nặng nè ok